សួស្តីបងប្អូនអរគ្នាថ្ងៃនេះឃើញពូគាត់បងត្រីអញ្ចឹងចង់ចេះបងដូចគាត់ដែរអញ្ចឹងបងប្អូនព្រោះខ្ញុំអត់ចេះបងសំណាញ់ដែរបងប្អូនហើយនេះខ្ញុំមកជួបឃើញគាត់អញ្ចឹងបងប្អូនខ្ញុំចូលមើលគាត់អញ្ចឹងគាត់បងបានត្រីនៅអញ្ចឹងបងប្អូនហើយសួរគាត់ថាត្រីបងបាននៅពូគាត់ថាបងបានហើយត្រីពី3ហើយសួរថាមកបានអ្នកគាត់ថាមកពី3នាក់ហើយបងត្រីនេះគាត់បងយកស្លទេបងប្អូនគឺគាត់បងយកខ្លែមសួរគាត់អញ្ចឹងគាត់ថាយកខ្លែមបងប្អូនគ្នាគាត់ពី3នាក់អញ្ចឹងបងប្អូនយើងមានរបស់ហ្នឹងក៏ស្រួលដែរបងប្អូនពេលថ្ងៃណាទនេពីការងារអញ្ចឹងយើងមានបងប្អូនមានអីព្រោះគ្នាបងសំណាញ់ទៅបានត្រីយើងមិនបាច់ទិញនៅផ្សារក៏បានដែរបងប្អូនបានត្រីស្លនេះគាត់បានច្រើនអញ្ចឹងទៅគាត់ចូលត្រីគ្នាទៅពី3ម្នាក់មកខ្លែមិនអស់អញ្ចឹងបងប្អូនតែត្រីគាត់បងបានហ្នឹងដឹងត្រីប្រភេទអីខ្លះបងប្អូនគាត់ប្រាប់ខ្ញុំថាសបោជាងគេគឺត្រីឡាបយ៉ាបងប្អូនត្រីឡាបយ៉ាហើយតើបានមើលត្រីគាត់ទេបងប្អូនហ្នឹងគាត់បានត្រីខ្លះអញ្ចឹងបងប្អូនហើយនេះយើងមើលគាត់បងសិនហ្នឹងបងប្អូនអញ្ចឹងព្រោះគាត់ថាត្រីគាត់ហ្នឹងគាត់ចូលព្រោះកន្លែងទឹកបាត់ហើយបងប្អូនអញ្ចឹងខ្ញុំមើលគាត់បងសិនហើយចាំមើលបងប្អូនមើលត្រីអស់គ្នាតែគាត់បានត្រីប្រមាណអញ្ចឹងបងប្អូនហើយគាត់ថាបងកន្លែងថាលើកប់ស្រូវគាត់ថាបងមកសំណាញ់ថៃច្រើនណាមកសំណាញ់អី4 5 10អីចឹងបងប្អូនតែថៃឡាបយ៉ាអញ្ចឹងហើយគាត់ទៅមកបងនៅកន្លែងនេះដែរបងប្អូនអញ្ចឹងគាត់ថាតែបងបាន2សំណាញ់3សំណាញ់ដឹងបានត្រីម៉ានអូនេះហើយត្រីប្រព័ន្ធបងប្អូននេះខ្ញុំលើកមើលខ្ញុំសុំគាត់មើលអញ្ចឹងគឺសតិផ្ទួបងប្អូនអត់មានថៃឡាបយ៉ាទេបងប្អូននេះទីផ្ទួគាត់ទៅមកបងមិញដែរបងប្អូនអញ្ចឹងមិនថៃធំតាំងបងទីផ្ទួទីសែប៉ុណ្ណឹងធំហ្នឹងបងប្អូនគឺប៉ុណ្ណឹងល្អឆ្ងាញ់បងប្អូនថៃហើយនេះដឹងបានទាំងអស់បងប្អូនឥឡូវគាត់ពងរៀបចំទាញសំណាញ់ឡើងលើហើយបងប្អូនចាំមើលដឹងថាបានថៃអីខ្លះបងប្អូនដូចខ្ញុំដូចអីតែបងសំណាញ់ទេបងប្អូនអើយបានតែមើលគេហ្នឹងហើយចាំមើលគាត់ទាញមើលដឹងបានថៃអត់នេះគាត់មកបងប្អូនគាត់ថាបានថៃមួយតែក៏ភ្លៀងបងប្អូនឃើញគាត់ពងចាប់មកហើយតែក៏ភ្លេងមកសម្លាញ់បានទេបងបានក៏ភ្លេងមួយទេណាក៏ភ្លេងមុនគាត់ថាតែឡាបយ៉ាគាត់មិនចង់យកផងនិយាយថា100អញ្ចឹងអត់បានថៃផងអញ្ចឹងថៃអីក៏គាត់យកដែរតែក៏ភ្លេងគាត់យកដែរនិយាយថាមកថាតូចថាធំឯងឲ្យទៅបានអញ្ចឹងបងប្អូនយើងទៅមកបានប៉ុណ្ណឹងគ្រាន់ណាបងប្អូនមកសម្លាញ់2សម្លាញ់3ទៅចុះយើងបងដល់ល្ងាចទៅបានថៃមួយកណោបាត់ហើយបានមួយស្ល2ស្លដែរបើយើងទិញគេក៏ច្រើនដែរប៉ុណ្ណឹងអានេះយើងមានរបស់ហើយយើងបងខ្លួនឯងទៅយើងចេះបងក៏ស្រួលដែរបងប្អូនពេលយើងមិនបាច់ទិញត្រីនៅផ្សារនៅអីយើងមានតែនឹងមួយដើររកត្រីបានហូបបងប្អូនហើយយើងចេះបងបន្ទាប់ខ្ញុំមើលគាត់ហើយអញ្ចឹងខ្ញុំមកមើលបងទៀតគាត់បងបានត្រីអត់បងប្អូននេះក៏គាត់កំពុងដោះចាប់ត្រីអ្វីអញ្ចឹងបងប្អូនហើយក៏មើលផាគាត់អញ្ចឹងគាត់បានត្រី2 3ឡយបងប្អូននេះក្តាមគាត់យកដែរនេះបងប្អូនឃើញអត់គាត់មកជាមួយគ្នាហ្នឹងបងប្អូន3 4នាក់ហ្នឹងគ្នាគាត់ហ្នឹងចាំមើលទៅទៀតបងប្អូនទៅទៀតលងហាក់គេខ្ចីស្នាញ់បងហ្នឹងគាត់បងអញ្ចឹងបងប្អូនគាត់ប្រាប់ខ្ញុំថាចេះបងតែខ្ញុំអត់ដឹងដែរតែខ្ញុំអត់ដែរជាមួយគាត់ដែរអញ្ចឹងបងប្អូនហើយគាត់ក៏ឲ្យលងហាក់ខ្ចីអញ្ចឹងបងប្អូននេះលងហាក់គេរៀបចំបងស្នាញ់បងប្អូនចាំមើលនេះគេបងពីឆ្ងាយបងប្អូនអត់សូវបែកទេគេថាឆ្ងាយពេកអញ្ចឹងបងប្អូនហើយចាំមើលលងហាក់ទាញមកថាបានត្រីអត់អញ្ចឹងបងប្អូនចាំមើលខ្ញុំថាស្អីអំបិលហ្នឹងឯងបងប្អូនអើយដឹងបានអត់ទេនេះចាំមើលទាំងអស់គ្នាឥឡូវទាញមួយហើយបងប្អូនដឹងមិនមកទេនេះគេថាធ្លាប់បងនៅស្រុកនៅអីចឹងបានត្រីបងប្អូនតែខ្ញុំអត់ស្គាល់ដឹងគាត់ចេះបងនៅដែរទេបងប្អូនបើខ្ញុំអត់ស្គាល់ដើរជាមួយគាត់ដែរអញ្ចឹងបងប្អូនហើយនេះទាញមកចាំមើលដឹងមិនអំបិលដឹងហ្នឹងស្អីអំបិលហើយសួរត្រីកំបិលឥឡូវមកបងស្លាញ់អំបិលទៀតអំបិលមែនបងប្អូនអើយចប់ហើយអំបិលអត់បានត្រីទេបងប្អូនសុំគេបង2 ដងបងប្អូនអត់បាននឹង2 ដងអញ្ចឹងក៏លៀងស្នាញ់ឲ្យម្ចាស់គេវិញអញ្ចឹងបងប្អូនយើងក៏រៀបចំទៅផ្ទះអញ្ចឹងបងប្អូនហើយនោះពូដែលខ្ញុំដើរជួបគាត់មកដំបូងពូមិញពូគាត់បានត្រីខ្លះហើយបងមិញក៏បានត្រី2 3អញ្ចឹងបងប្អូនគាត់កំពុងអង្គុយហ្នឹងគាត់អង្គុយចាំមើលមាត់ត្រីបងប្អូនកន្លែងណាមានមាត់ត្រីគាត់បងហើយ
ហើយវីដេអូមានតែច្រើនបងប្អូនអរគុណសម្រាប់ទស្សនាវីដេអូនេះរហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយបាយបងប្អូន